ថៃវាបានប្រកាសប្រាប់ទៅអាចិនម្នាក់អាចិននឹងដូចជានៅវែលវែងអញ្ចឹងឬក៏នៅតាណាទេអាចិននឹងវាប្តឹងទៅស្ថានទូតវាថាវាបាត់បង់ហាងដោយសារកងទ័ពថៃឥឡូវកងទ័ពថៃនឹងវាឆ្លើយទៅទូតចិនវិញណាអានឹងមួយខ្មែរយើងទុកឲ្យអាចិននឹងប្តឹងខ្លះទៅវាជួយយើងទេចំណែកមួយទៀតអាស៊ានអ្នកនាំពាក្យវានិយាយវាសុំឲ្យអង្គការសហប្រជាជាតិមើលបទឈប់បាញ់ពីព្រោះអីពីព្រោះបទឈប់បាញ់វាមានពាក្យថាកងទ័ពណាដែលនៅត្រង់ណានៅទីហ្នឹងណាហើយឈប់បាញ់អាស៊ានវានិយាយវាថាឲ្យអង្គការសហប្រជាជាតិមើលផងបទឈប់បាញ់គេដាក់ថាអញ្ចឹងកន្លែងណាដែលសៀមវានៅលើដីខ្មែរវាអត់ដកចេញទេពីព្រោះយើងព្រមព្រៀងថាវានៅតាណានៅតាហ្នឹងតែអាស៊ានវានិយាយនៅល្អទេចម្លើយថាល្អក៏ប៉ុន្តែកុំភ្លេចណាអាហ្នឹងវាជាបទឈប់បាញ់អាហ្នឹងវាជាបទឈប់បាញ់ It is a ceasefire agreement signed in December 2025វាជាបទឈប់បាញ់ដល់ពេលរដ្ឋាភិបាលខ្មែរទៀមទាដីដែលសៀមឆ្លៀនពៀនអាហ្នឹងគឺទឹកដីដែលមានព្រំដែនក្នុងសន្ធិសញ្ញា1907បើអាថៃសៀមវានិយាយថាអញយកតាមបទឈប់បាញ់អញ្ចឹងមានន័យថាថ្ងៃណាមួយបាញ់ទៀតថ្ងៃណាមួយបាញ់ទៀតអត់មានបទបើហែងសុកចិត្តបើហែងយកឆ្លើយហែងថាអានឹងបទឈប់បាញ់ខែធ្នូអញ្ចឹងអញនៅកន្លែងណានៅកន្លែងហ្នឹងតែថ្ងៃណាមួយខ្មែរជាមួយវៀតណាមទៅបាញ់ហែងកុំថាយួនឆ្លៀនពៀនហែងកងទ័ពវៀតណាមអាចស្លៀកពាក់ជាកងទ័ពខ្មែរវាយហែងហើយដល់វាយយកដីហែងកន្លះខែប្រកាសឈប់បាញ់អញអត់ដកម្ចានទឹកម្ចានគោកទេអូនណាបើឯងសម្ព័ន្ធជាមួយអាមេរិកក៏អាមេរិកមិនដាក់កងទ័ពមកច្បាំងជាមួយវៀតណាមដែរតែវៀតណាមអាចដាក់កងទ័ពជាមួយខ្មែរវាយឯងអញ្ចឹងសៀមបងខ្លួនទៅឯងក៏មើលងាយថាខ្មែរវាយឯងមិនឈ្នះលើកនេះឯងយកដីបានប៉ុណ្ណឹងឯងថាអានឹងបត់ឈប់បាញ់ឯងអត់ដកថ្ងៃក្រោយកងទ័ពវៀតណាមទៀតពាក់ខ្មែរវាយឯងហើយឯងចាំហៅអារាំងស៊ីមកបត់ដៃហៅពួកអារាំងស៊ីហៅអាបុតបន្ទេងហៅអាកឹមសុកមកថាឲ្យមកស្លៀកពាក់ឯកសណ្ឋានថៃបើពួកនឹងវាមកបងប្អូនណាស្ដាប់មួយផ្លែតណាយើងអន់ជាងវាតែបើវាហ៊ានផ្ទុះអាវុធម្ដងទៀតស៊ីសងគ្នាម្ដងទៀតបងប្អូនកុំច្រឡំអាស៊ានវានិយាយឆ្លើយវាថាអានឹងបត់ឈប់បាញ់អញនៅតាណាអញនៅណាអញអត់ដកទេអញឆ្លៀនពៀនគេអញ្ចឹងដល់ពេលវៀតណាមពាក់ឯកសណ្ឋានខ្មែរវាយអញអត់ដឹងទេពីព្រោះវៀតណាមគ្នាអញថ្ងៃ18ខែកុម្ភៈឆ្នាំ79សន្ធិសញ្ញាវៀតណាមកម្ពុជាអញ្ចឹងបងប្អូនវៀតណាមជួយកម្ពុជាអញវាយអញវិញម្ដងអញយកកន្លះខែអញអត់ដឹងទេហើយអាមេរិកកាំងអត់មានដាក់ទ័ពលើដីសៀមមកជួយវាយអញទេណាបងប្អូនមនុស្សខ្សោយតែងតែពឹងពាក់មនុស្សខ្លាំងកុំប្រហើនពេកមនុស្សខ្សោយពួតគ្នា3ប្រទេសឡាវកម្ពុជាវៀតណាមវាយឯងចុយម៉ាយអស់បងប្អូនដឹងទេរឿងហ្នឹងអញ្ចឹងកុំឆ្លើយហ្នឹងអាកងទ័ពថៃវានិយាយអញ្ចឹងវាថាយើងចង់ហត្ថលេខាថាឈប់បាញ់អានោះវាជា ceasefire agreement អាហ្នឹងវាជា ceasefire agreement មានន័យថាអានោះគឺជាបទឈប់បាញ់ប៉ុន្តែពូនភាពទឹកដីមានសន្ធិសញ្ញា1907ខ្ញុំចាត់ទុកតែរឿងហ្នឹងល្អទេវៀតណាមកាលណាដល់សភាពការឲ្យតែសៀមវាជាប់ដីខ្មែរវៀតណាមវាយហើយខ្ញុំហ៊ាននិយាយដល់ណាប៉ុណ្ណេះបើថាសៀមឆ្លើយខ្មែរគួរណាស់ឲ្យឯកសណ្ឋានទៅវៀតណាមពាក់ឯកសណ្ឋានខ្មែរវាយជាមួយគ្នាឲ្យណាណីណាឯងស្អីក៏ខ្លាំងណាស់ឯងស្មានតែគណៈបកប្រជាជនអត់មានបកសម្ព័ន្ធបងប្អូនមនុស្សដូចនៅមជ្ឈមបូព៌ាអញ្ចឹងអ៊ីរ៉ាន់វាឡូឡាប៉ាគីស្ថានតឺគីសាអូឌីបកសម្ព័ន្ធឥឡូវកាតាអារ៉ាប់រួមអេជីបបកសម្ព័ន្ធមនុស្សកាលណាគេដឹងថាខ្លួនគេខ្សោយណាអូខេKHA សំណួរចៅឯងតាឆ្លើយអញ្ចេះចៅឯងចូលបម្រើកងទ័ពទៅចប់ហើយអូខេឲ្យចៅឯងចង់ឃើញថាវៀតណាមវាយជាមួយចៅឯងឬទេចៅឯងចូលបម្រើកងទ័ពចាំតាប្រាប់ឲ្យទាហានយួនជួយរុញគូតនៅមុខនងច័ន្ទអីទាហានយួនរុញពីក្រោយណាកុំសួរចូលធ្វើទាហានទៅដឹងឥឡូវបើអត់មានអាណារុញទេចាំតាទៅពីអាមេរិកជួយរុញគូតអាមនុស្សកំសាកចេញមកគឺកំសាករហូតហើយយូរទៅអត់ដឹងធ្វើម៉េចទៅចូលអសមរាំងស៊ីគេហៅបាក់កំសាហ្នឹងហៅបាក់កំសាខ្ញុំចង់ប្រាប់បងប្អូនថាខ្មែរក៏ត្រូវតែរកគ្នាដែរមិនអាចចេះតែរស់បានទេជំនាន់វៀតណាមចូលស្រុកខ្មែរក៏នៅខាងអាស៊ានវាយទប់រហូតដល់ប៉ារីស91ឥឡូវសៀមឆ្លៀនពៀនអញ្ចឹងថ្ងៃនេះសៀមវានិយាយអញ្ចឹងវាថានេះទៅមើលលក្ខន្តិកៈឈប់បាញ់មែនទេណាអញ្ចឹងរឿងសៀមអត់ទេចៅតេងលិនពាក្យថា proxy គឺកាលណាគេធ្វើសង្គ្រាមហើយវាមានម្នាក់នៅពីក្រោយខ្នងដើម្បីឧបត្ថម្ភសង្គ្រាមទើបគេហៅថា proxy ពាក្យថា proxy មានន័យថាអញ្ចឹងណាចៅណាបើសិនវៀតជួយខ្មែរអញ្ចឹងខ្មែរខុសដែរទេអត់ខុសទេព្រោះមានបកសម្ព័ន្ធប្រទេសកម្ពុជាមានបកសម្ព័ន្ធជាមួយប្រទេសវៀតណាមចុះហត្ថលេខាថ្ងៃ18កុម្ភៈឆ្នាំ1979ដូច្នេះបើមានសង្គ្រាមឈ្លានពានមកលើកម្ពុជាឡាវកម្ពុជានិងវៀតណាមរួមតែទេច្បាំងការពារទឹកដីបានណាការពារទឹកដីបានអូខេអានោះអញ្ចឹងសប្តាហ៍ថ្ងៃនេះអ្វីគឺពឹងទៅលើបកសម្ព័ន្ធណាលោកតាកម្ពុជាអាចរីកចម្រើនជាងថៃមិនអាចទេកូនពីព្រោះចំនួនប្រជាជនខុសគ្នាក៏ប៉ុន្តែយើងចម្រើនតាមល្បឿន20 21 22 23 24 25លានណាច័ន្ទតារាសូនយើងចម្រើនតាមប្រទេសយើងតែយើងមិនអាចទៅវាដាច់ថៃងាយទេក៏ប៉ុន្តែឥឡូវនេះនៅឥណ្ឌូចិនវៀតណាមបានវាដាច់ប្រទេសថៃហើយសេដ្ឋកិច្ចវៀតណាមបានវាដាច់ណាអូខេដាច់ទៅហើយ